សួស្តីបងប្អូនទាំងអស់គ្នាសวัสดีครับពួកចៅស៊ីមបាទហើយថ្ងៃនេះគឺយើងចេញវីដេអូជាលក្ខណៈសកម្មភាពកំពុងតែវិចខោអាវកំពុងតែបត់ខោអាវលក្ខណៈថាយើងកំពុងតែមើលអីវ៉ាន់ណាអីវ៉ាន់លក់ខោអាវអីលក់បោះដុំចឹងប៉ុន្តែយើងចង់និយាយចាក់ប្រធានបទដែលកំពុងតែធ្វើសកម្មភាពអញ្ចឹងយើងនិយាយពីដែលក្រៅសាច់រឿងវិញយើងនិយាយអំពីអាចោស៊ីមកំពុងតែឈ្លានពាននៃប្រទេសកម្ពុជាយើងបាទអាចោស៊ីមវាកំពុងតែបានដៃតែម្ដងវាឈ្លានពានមកដល់ពេលនេះគឺថានៅស្រុកបាណន់បាទនៅខាងបាណន់នៅខាងគេហៅភ្នំអីគេនេះភ្នំបាណន់អញ្ចឹងបងប្អូនបាទខ្ញុំភ្លេចហើយនេះថ្ងៃមិញមើលព័ត៌មានគេដែរគឺថាវាចូលជ្រៅឡើងហើយបងប្អូនអញ្ចឹងបន្តថាមួយនេះពួកអាចោស៊ីមនេះវាកំពុងតែផ្កើនឡើងបាទវាអត់ខ្វល់វាអត់ខ្លាចអន្តរជាតិអីទេបងប្អូនបាទអញ្ចឹងបងប្អូនពលរដ្ឋខ្មែររងទុក្ខវេទនាក៏វាមិនខ្វល់អីដែរបាទវាខ្វល់តែមហិច្ឆតាឈ្លានពានរបស់វាធ្វើម៉េចលក្ខណៈថាវាធ្វើម៉េចឲ្យបំពេញបំណងវាចង់ឈ្លានពានមកលើកម្ពុជាយូរហើយបាទពេលនេះវាមានឱកាសវាមានអាវុធទំនើបហើយបាទអញ្ចឹងមានតែបងប្អូនខ្មែរយើងទាំងអស់គ្នាទេរួបរวมបាទហើយដាក់បណ្ដាសាពួកអាចោសៀមឲ្យរលាយបាទបន្ទាប់ពីសង្គ្រាមទៅឲ្យវាជួបតែទឹកលិចបាទរញ្ជួយដីបាក់គេបាទអីឲ្យខ្ទេចខ្ទីអស់បាទរញ្ជួយដីរលកយៈស៊ូណាមិបាទឲ្យមានគ្រប់ទិសទីមកបាទបើឲ្យវាជួបអាភាពឈឺចាប់នឹងម្ដងមើលថាអំពើបាបរបស់វានឹងតបស្នងវាដល់របៀបណាអញ្ចឹងថានេះគឺជាអំពើបាបរបស់វាឲ្យវាស្គាល់ថាភាពឈឺចាប់បាទអាងអីអាងមានអំណាចអាងមានអំណាចយោធាអាងមានប្រទេសអ្នកមានអាងមានលុយទិញអាវុធទំនើបបាទអាងមានដេញយោធាច្រើនប្រជាជនគេ70លានឯកម្ពុជាមានតែ15លាននាក់16លាននាក់អញ្ចឹងគេអាងគេមានច្រើនមានសពគ្រប់បែបយ៉ាងអញ្ចឹងគេបំពេញអ្នកក្របាទបំពេញប្រទេសដែលទូចតាចជាងខ្លួនដោយមកពួកអាចោសៀមពួកអាចង្រៃពួកអាថោកទាបបាទចឹងយើងជេរវាគឺវាមិនគ្រប់គ្រាន់ទេបាទនៅទង្វើរបស់វាធ្វើមកលើប្រទេសខ្មែរយើងហើយវាកំពុងតែបំផ្លាញសម្បត្តិទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋខ្មែរយើងជាច្រើនបំផ្លាញទៀតបាទបំផ្លាញរូបសំណាកផ្សេងតាមជើងដែរនោះបងប្អូនឃើញហើយបាទក្នុងពិសេសគឺឃើញបំផ្លាញដល់រូបសំណាករបស់ព្រះយូឡាយបាទហើយព្រះនរាអញ្ចឹងព្រះនរាហើយតំណាងនៅសាសនាហិណ្ឌូហើយឃើញជនជាតិឥណ្ឌាដែលគាត់មានឋានៈធំដែរគាត់ចេញមកថ្កោលទោសថៃបាទចឹងថៃមកអាចោសៀមនេះវាកំពុងតែបង្ហាញធាតុពិតវាចេញមកហើយបាទសកម្មភាពនឹងជាក់ស្ដែងឃើញច្បាស់តែវានៅដោះសារទេណាព្រោះនេះវាធ្វើគេដូចជាអត់មានផ្នែកមើលអត់មានប្រដាប់គិតអត់មានវិជាស្ដាប់ចឹងវានិយាយអីទៅគេជឿរហូតហើយគាត់ថាពីអន្តរជាតិគេដោយសារតែអន្តរជាតិគេអត់សូវអើពើនឹងខ្មែរទេបាទគេចេះតែឲ្យបើសិនប្រទេសកម្ពុជាដូចកោះតៃវ៉ាន់គេមានប្រយោជន៍ដល់គេជួយលុកដៃច្រើនតែដោយសារប្រទេសកម្ពុជាយើងទូចតាចទៅប្រទេសថៃធំបាទអញ្ចឹងវាគេមានប្រយោជន៍ជាងអញ្ចឹងអន្តរជាតិគេមិនសូវអើពើទេតែសាកប្រទេសកម្ពុជាមានប្រយោជន៍ដល់ពួកអន្តរជាតិមើលគេលុកដៃចូលជ្រៅដូចតៃវ៉ាន់ដែរអីហ្នឹងបាទនេះថាយើងក្រអញ្ចឹងបាទយើងកុំទុចចិត្តវាសនាកុំតាវ៉ាក្នុងព្រំលិខិតអញ្ចឹងមានតស៊ូតទៅមុខទៀតបាទ